见你一束花，鲜花是献给成功者的，鲜花也要献给失败者吗？4天前，在比赛的时候，他从平衡床上掉下来，他没有得到金牌。以后，他就把美丽的头低下来了。现在他回国了，走进机场大厅，他一直低着头。害怕看见来机场欢迎的人们，他怕记者问他什么，怕姐姐和姐夫来迎接他，怕见到机场那个热情的女服务员。那个机场服务员是他的崇拜者。每次出国的时候，他都帮他拿东西。可是现在他是个失败者，怎么见人？见你一束花线គឺមានន័យថាឲ្យណាอีសុhoaគឺផ្កាមួយបាច់อีសុគឺមួយបាច់ណា 鲜花គឺផ្កាស្រស់是献给成功者的គឺសម្រាប់ឲ្យទៅអ្នកដែលជោគជ័យណា成功者គឺអ្នកដែលជោគជ័យ鲜花也要献给失败者嘛ចឹងផ្កាស្រស់ហ្នឹងក៏ឲ្យសម្រាប់ឲ្យទៅអ្នកដែលចាញ់ដែរមែន失败者គឺផ្ទុយពី成功者ណាគឺអ្នកដែលបរាជ័យ4天前4ថ្ងៃមុន在比赛的时候នៅពេលដែលប្រកួតណា比赛ការប្រកួត他从平衡木上掉下来គឺនាងធ្លាក់ពីឈើបន្ទះដែលសម្រាប់ទប់លំនឹងណាធ្លាក់មកពីលើនឹង平衡木គឺបន្ទះឈើសម្រាប់ទប់លំនឹងនឹងឯងណា掉下来ធ្លាក់ចុះមក他没有得到金牌នាងមិនបានទទួលបាននៅអឺគេហៅថាបន្តោងមាសទេណានាងទទួលមិនបានទទួលនៅមេដាយនេះក៏មេដាគឺមេដាយមាសเนาะ得到គឺទទួលបាន以后他就把美丽的头低下来了ក្រោយមកគឺនាងបានទម្លាក់មុខទម្លាក់ទឹកមុខទម្លាក់អោនក្បាលចុះរហូតមកណា以后គឺក្រោយមក他把美丽的头គេសំដៅលើទឹកមុខដ៏ស្រស់ស្អាតហ្នឹងគេហៅថោគេថាទម្លាក់ក្បាលចុះមកណាយើងប្រាប់បែបហ្នឹងមិនសូវល្អស្ដាប់低下来គឺគេសំដៅលើអោនចុះណា现在他回国了ពេលនេះគឺគាត់ត្រឡប់ទៅប្រទេសវិញហើយ回国គឺត្រឡប់ទៅប្រទេសវិញណា走进机场大厅ដើរចូលទៅក្នុងhall នៅនៃអគារពលានណាជីឆាងគឺពលានចូលជីងដើរចូលតាធីងគឺសំដៅលើ hall ណាសំដៅលើទីក្នុងទីលាននឹង他一直低着头害怕看见来机场欢迎的人们គឺគាត់ទម្លាក់មុខចុះរហូតហើយខ្លាចនៅមនុស្សម្នាដែលមកទទួលស្វាគមន៍នៅឯពលានយន្តហោះនឹងណា一直គឺរហូត害怕ខ្លាច看见គឺមើលឃើញណា欢迎គឺស្វាគមន៍他怕记者问他什么怕姐姐和姐夫来迎接他នាងខ្លាចអ្នកកាសែតមកសួរសំណួរហើយក៏ខ្លាចបងស្រីនិងបងថ្លៃដែលមកទទួលគាត់នឹង记者គឺអ្នកកាសែតណា问什么问他什么សួរពីអ្វីទៅគាត់
姐姐បងស្រី姐夫គឺបងថ្លៃណាផាគឺខ្លាចlại迎接គឺទទួល怕见到机场那个热情的女服务员ខ្លាចជួបនារីដែលបម្រើសេវាកម្មនៅលើពលានយន្តហោះនឹងណា热情សំដៅលើដែលមានភាពស្វាគមន៍ណាមានភាពស្វាគមន៍ហ្នឹងគឺសំដៅលើនីហ្វូយនេះគឺអ្នកជាអ្នកបម្រើសេវាកម្មដែលគាត់មានភាពស្វាគមន៍ទៅគាត់ខ្លាំងណា那个机场服务员是他的崇拜者ចឹងម្នាក់នារីដែលជាអ្នកបម្រើសេវាកម្មនៅពលានហ្នឹងគឺជាអ្នកដែលអឺ របៀបថាគាត់គោរពណាលើវាថា fan គាត់ចឹងណា崇拜者每次出国的时候若ពេលដែលចេញទៅក្រៅប្រទេសថាទៅ帮他拿东西នាងតែងតែជួយគាត់នឹងយកអីវ៉ាន់ណាឈូกัวគឺចេញទៅក្រៅប្រទេសថានេះសំដៅលើអឺនារីបម្រើសេវាកម្មនឹងណា帮他拿东西គឺតែងតែជួយគាត់យកអីវ៉ាន់可是现在他是个失败者怎么见人ប៉ុន្តែឥឡូវហ្នឹងគាត់គឺជាអ្នកបរាជ័យតើមានមុខឯណាទៅជួបគេអូខេ失败者គឺអ្នកបរាជ័យអូខេនៅភាពបន្តគឺយើងមើលនៅក្នុងវីដេអូបន្ទាប់